បាទសួស្តីទាំងអស់គ្នានៅក្នុងវីដេអូនេះយើងមកសិក្សាអំពីសំឡេងរបស់អក្សរ G ណាអូខេទាំងអស់គ្នាមកមើលខាងក្រោមមកបាទអក្សរ G នេះយើងមាន2សំឡេងណាទី1គឺ G បាទទី2គឺ J អូខេទាំងអស់គ្នាតោះយើងទៅតាមដានចំណុចមួយទាំងអស់គ្នាណាបាទចំណុចទី1នេះគឺអក្សរ G មានសំឡេង G អូខេយើងមកមើលពាក្យឧទាហរណ៍របស់យើងមកបាទពាក្យនេះយើងអានថា go បាទ G G ណាអក្សរ O នេះគឺស្រៈ O go គឺយើងសំដៅទៅលើសកម្មភាពទៅបាទឬក៏ធ្វើដំណើរទៅណាតើគ្នាមើលពាក្យទី2បាទ get G នេះ g បាទ e a t t ណា get គឺយើងសំដៅលើការទទួលបានណា get តើគ្នាទៅមើលចំណុចមួយទៀតណាបាទអូខេអក្សរ G មានសំឡេងបាទមានសំឡេងជវិញម្ដងណាអូខេតើគ្នាមកមើលពាក្យឧទាហរណ៍របស់យើងមកបាទ G នេះសំឡេងជតើគ្នា Y នេះ E ណា M ជីមជ E M ជីមបាទយើងសំដៅលើកន្លែងហាត់ប្រាណណាអូខេយើងមកមើលពាក្យចុងក្រោយបាទ G នេះជបាទ E A M ណាចាំគឺយើងសំដៅលើត្បូងអូខេតើគ្នានៅក្នុងវីដេអូនេះយើងសិក្សាអំពីសំឡេងរបស់អក្សរ G បាទមាន2សំឡេងណាទី1គឺ G ទី2គឺជហើយការសម្គាល់នៅក្នុងពាក្យនោះគឺតាមរយៈសញ្ញាអានតើគ្នាពីព្រោះអក្សរ G នៅក្នុងពាក្យហ្នឹងតែមួយទេណាប៉ុន្តែសំឡេងដែលបង្ហាញថាជឬក៏ G ហ្នឹងគឺនៅក្នុងសញ្ញាអានវិញទេបើសិនជាបងប្អូនចង់ចេះស្រៈព្យញ្ជនៈនិងអានពាក្យឲ្យបានត្រឹមត្រូវតោះរៀនភាសាអង់គ្លេសជាមួយ OLF